ការមនុស្សធម៌បារម្ភអំពីការរីករាលដាលនៃជំងឺឆ្លងនៅប្រទេសស៊ូដង់ខាងត្បូងដែលកំពុងមានសង្គ្រាមស៊ីវិលមូលនិធិប្រជាជនសាមញ្ញមួយនៅឥណ្ឌាជួយអ្នកកីឡាក្មេងៗនៅរដ្ឋកាលីហ្វ័រញ៉ាបានស្គាល់រសជាតិរដូវរងាកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori I'm keeping my fingers crossed. Hopefully they'll call me today. ជំរាបសួរប្រិយមិត្តជាទីមេត្រីនៅក្នុងកម្មវិធី Washington សប្តាហ៍នេះនាងខ្ញុំ Limorivan នៃ VOA សូមស្វាគមន៍ប្រិយមិត្តពីរដ្ឋធានី Washington ជាដំបូងនេះលោកកាយានឹងជូនព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៍នេះជាលើកទី1លោកកាយាសូមអញ្ជើញលោកចា៎បាទសូមអរគុណ Morivan សមាជិករដ្ឋសភាបានចូលធ្វើការវិញក្នុងសប្តាហ៍នេះដោយមានកិច្ចការច្រើនដែលត្រូវបញ្ចប់ដោយការដំឡើងកម្រិតប្រាក់បំណុលនិងកំណែទម្រង់អន្តោប្រវេសន៍ព្រឹទ្ធសភាបានអនុម័តច្បាប់កំណែទម្រង់អន្តោប្រវេសន៍ដ៏ទូលំទូលាយកាលពីឆ្នាំមុននៅពេលដែលលោក John Boehner ប្រធានសភាតំណាងរាស្ត្របានយល់ស្របថាកំណែទម្រង់ជាការចាំបាច់តែលោកបានបន្ថែមដូចនេះ to make sure immigration reform works this time លោកថ្លែងថាមធ្យោបាយតែមួយដែលធានាឲ្យកំណែទម្រង់មានដំណើរការគឺត្រូវដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះមួយម្ដងអ្នកវិភាគដោយលោក Thomas Mann នៃវិទ្យាស្ថាន Brookings យល់ថាកំណែទម្រង់អន្តោប្រវេសន៍អាចផ្ដល់គ្រោះថ្នាក់នយោបាយដល់លោក Boehner It's not clear that he would go far enough to attract លោក Mann ថ្លែងថាបើលោក Boehner ធ្វើកំណែទម្រង់ខ្លាំងដើម្បីទាក់ទាញការគាំទ្រពីគណៈបកប្រជាធិបតេយ្យលោកអាចបាត់បង់ការគាំទ្រច្រើនពីមូលដ្ឋានអភិរក្សនិយមរបស់លោកគឺចលនាអភិរក្ស Tea Party នៅក្នុងគណៈបកសាធារណរដ្ឋការសាកល្បងសំខាន់មួយទៀតសម្រាប់ឆ្នាំនីតិបញ្ញត្តិថ្មីរបស់លោកគឺនៅខែកុម្ភៈឬមីនានៅពេលដែលរដ្ឋសភាត្រូវដំឡើងកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិកដើម្បីជៀសវាងមិនឲ្យសហរដ្ឋអាមេរិកខ្វះប្រាក់សងបំណុលនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់លោកប្រធានាធិបតី Barack Obama បានព្រមានយ៉ាងដូចនេះ The debt ceiling is raised simply to pay bills ការដំឡើងកម្រិតប្រាក់បំណុលគឺសម្រាប់សងប្រាក់ដែលសហរដ្ឋអាមេរិកជំពាក់រួចហើយមិនមែនជាឧបករណ៍សម្រាប់ចរចាតថ្លៃគ្នាអំពីរឿងផ្សេងទៀតទេនេះជាការទទួលខុសត្រូវរបស់រដ្ឋសភាទាំងស្រុងទោះជាផលិតផលក្នុងស្រុករបស់សហរដ្ឋអាមេរិកបានឡើងលឿនបំផុតក្នុងពេល2ឆ្នាំកន្លងទៅនេះក៏ឆ្នាំ2014អាចជាឆ្នាំលំបាកមួយសម្រាប់អ្នកឥតការងារធ្វើនៅថ្ងៃចូលឆ្នាំយើងជួបជាមួយខាធីដែលឥតការងារធ្វើចំនួន6ខែមកហើយនាងបានទទួលប្រាក់ជំនួយឥតការងារធ្វើចុងក្រោយនៅថ្ងៃទី31ធ្នូ I received on Tuesday $332 នាងថានាងបានទទួលប្រាក់$332បើនាងបង់ថ្លៃផ្ទះនាងគ្មានលុយទិញម្ហូបទេនាងជាមនុស្សម្នាក់ក្នុងចំណោមអ្នកឥតការងារធ្វើ1.3 លាននាក់ដែលរដ្ឋសភាឈប់បន្តប្រាក់ជំនួយឲ្យលើសពី26អាទិត្យលោក Ron Paul ជាសមាជិកព្រឹទ្ធសភានៃគណៈបកសាធារណរដ្ឋ You extend it beyond that, you do a disservice to these workers. លោកថ្លែងថាបន្តឲ្យលើសពីនេះអ្នកទាំងនេះអាចឈប់រកការងារធ្វើដោយគ្មានជំនួយបន្តខាស៊ីអាចគ្មានផ្ទះនៅគ្មានលុយទិញម្ហូបនាងបួងសួងឲ្យនាងមានការងារធ្វើក្នុងឆ្នាំថ្មីនេះសមាជិករដ្ឋសភាបានបន្តប្រាក់ជំនួយ11ដងលោកប្រធានាធិបតី Barack Obama អំពាវនាវឲ្យរដ្ឋសភាបន្តប្រាក់ជំនួយនេះជាថ្មីទៀត I think we're a better country than that. We don't abandon each other when times are tough. លោកថ្លែងថាសហរដ្ឋអាមេរិកជាប្រទេសប្រសើរជាងនេះអាមេរិកកាំងមិនត្រូវបោះបង់ចោលគ្នាគ្រាមានការលំបាកទេគណៈកម្មការមួយរវាងគណៈបកទាំងពីរត្រូវធ្វើសេចក្តីស្នើឲ្យបន្តប្រាក់ជំនួយក្នុងរយៈពេល3ខែទៅមុខក្នុងពេលឆាប់ៗនេះបាទសូមជូនវិញមករីវ៉ាន់ចាលោកកាយានអញ្ចឹងមើលទៅតើលទ្ធភាពដែលសភាទាំងពីរអាចយល់ព្រមលើសេចក្តីស្នើឲ្យបន្តប្រាក់ជំនួយហ្នឹងមានច្រើនប៉ុណ្ណាដែរទៅលោកបាទតាមអ្នកជំនាញការនិយាយថាមានការលំបាកពីព្រោះចំនួនគាំទ្រនៅក្នុងរដ្ឋសភានឹងបានចុះថយដោយសារសេដ្ឋកិច្ចជាតិមានការលូតលាស់ជាថ្មីឡើងវិញបាទចាសូមអរគុណលោកកាយានបាទអ្នកធ្វើការផ្នែកមនុស្សធម៌បារម្ភថាការរីករាលដាលជំងឺឆ្លងនឹងបង្កើនចំនួនអ្នកស្លាប់នៅប្រទេសស៊ូដង់ខាងត្បូងដែលនៅទីនោះមានការប្រយុទ្ធគ្នាធ្វើឲ្យមនុស្សស្លាប់ប្រហែល1000នាក់ក្នុងរយៈពេលមិនដល់2សប្តាហ៍ផង
ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃទី15ខែធ្នូកន្លងទៅនេះមានមនុស្សជាង100,000 នាក់គ្មានទីលំនៅលោកអឹមសធារិទ្ធនៃ VOA ជូនសេចក្តីរាយការណ៍របស់សាលាទីកាហូកដែលរាយការណ៍ថាចំនួននយោបាយដែលបានចាប់ផ្ដើមនៅក្នុងរដ្ឋធានីជូបាបានរីករាលដាលនៅទូទាំងប្រទេសដ៏ក្មេងខ្ចីនេះហើយចំនួននយោបាយនេះប្រែក្លាយទៅជាចំនួនពូជសាសន៍មនុស្សភាគច្រើនដែលចូលមកជ្រកកោននៅក្នុងជំរំអង្គការសហប្រជាជាតិក្នុងរដ្ឋធានីជូបាជាជនជាតិ Noers ដោយអតីតអនុប្រធានាធិបតី Riek Machar ដែរជនជាតិ Noer ថាពួកគេជាគោលដៅរបស់ជនជាតិ Dinkas របស់ប្រធានាធិបតី Salva Kiir Everywhere there's fight មានការប្រយុទ្ធគ្នាគ្រប់កន្លែងនៅទូទាំងប្រទេសគឺមិនត្រឹមតែនៅរដ្ឋធានីជូបាទេសូម្បីតែនៅខាងក្រៅនៅតាមខេត្តការប្រយុទ្ធគ្នានៅបន្តរហូតដល់ពេលនេះរដ្ឋាភិបាលមិនបានធ្វើអ្វីដើម្បីបញ្ឈប់សង្គ្រាមនេះទេ To stop war Christian Bibansha វិជ្ជបណ្ឌិតនៃអង្គការគ្រូពេទ្យគ្មានព្រំដែនព្រមានថាស្ថានភាពអាក្រក់នៅក្នុងជំរំអាចនាំឲ្យមានការរាលដាលជំងឺ We are worried as usual in this condition ស្ថានភាពនេះនាំឲ្យយើងបារម្ភអាសន្នរោគទី1ហើយយើងសំណាងពីព្រោះយើងនៅក្នុងទីក្រុងប៉ុន្តែយើងអាចមានរោគឆ្លងច្រើនទៀតយើងអាចមានការផ្ទុះឡើងជំងឺកញ្ជ្រឹលយើងអាចមានរោគរលាកស្រោមខួរប្រទេសស៊ូដង់ខាងត្បូងដែលសម្បូរប្រេងទទួលបានឯករាជ្យពីប្រទេសស៊ូដង់នៅខែកក្កដាឆ្នាំ2011ចំនួនរវាងលោកប្រធានាធិបតី Kiir និងអនុប្រធានាធិបតីផ្ទុះជាអំពើហិង្សាកាលពីពាក់កណ្ដាលខែធ្នូការសម្លាប់រង្គាលនិងអំពើហិង្សាបង្កឲ្យមនុស្សរាប់ម៉ឺននាក់ស្វែងរកទីជម្រកសុវត្ថិភាពពីកងកម្លាំងអន្តរជាតិនៅរដ្ឋធានីជូបានិងទីក្រុងដទៃទៀតអង្គការសហប្រជាជាតិនិងមេដឹកនាំតំបន់ជំរុញឲ្យភាគីទាំងពីរបញ្ចប់អរិភាពលោក Donald Booth ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិបានបើកការពិភាក្សាជាមួយនឹងលោកប្រធានាធិបតី Kiir We had a very constructive discussion. He briefed us on the យើងមានការពិភាក្សាប្រកបដោយការស្ថាបនាលោកបានសង្ខេបឲ្យយើងដឹងអំពីការពិភាក្សារបស់លោកជាមួយនឹងនាយករដ្ឋមន្ត្រីអេត្យូពីនិងប្រធានាធិបតីកេនយ៉ាវាបញ្ជាក់ថាលោកបោះជំហានទៅមុខដើម្បីបញ្ចប់អរិភាពទូទាំងប្រទេសដោយភ្ជាប់ជាមួយនឹងការបង្កើនលទ្ធភាពនៅក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋស៊ូដង់ខាងត្បូងដែលទទួលរងគ្រោះដោយសារការប្រយុទ្ធគ្នានេះលោកប្រធានាធិបតី Kiir បន្ទោសលោក Machar ពីការបង្កឲ្យមានការប្រយុទ្ធគ្នានេះដោយបានរៀបចំរដ្ឋប្រហារបរាជ័យមួយកងកម្លាំងលោក Machar ដែលគ្រប់គ្រងរដ្ឋ Unity ដែលសម្បូរប្រេងបដិសេធការប៉ុនប៉ងធ្វើរដ្ឋប្រហារជនជាតិ Noers ថាការប្រយុទ្ធគ្នាដោយសារតែជនជាតិ Dinka ចង់ដកអាវុធពួកគេមេដឹកនាំអាហ្វ្រិកខាងកើតបានជួបពិភាក្សាគ្នានៅប្រទេសខេនយ៉ាដើម្បីឲ្យមានបទឈប់បាញ់គ្នាមួយក៏ប៉ុន្តែគេមិនបានអញ្ជើញមេដឹកនាំឧទាមឲ្យចូលរួមទេអ្នកវិភាគថាការមិនបញ្ចូលមេឧទាមអាចជាឧបសគ្គដល់ការចរចាសន្តិភាពពីរដ្ឋធានី Washington ខ្ញុំអឹមសុធីរិទ្ធ VOA លោកអ្នកអាចស្វែងរកកម្មវិធី Hello VOA និងកម្មវិធីវិទ្យុផ្សេងទៀតបានដោយចូលទៅគេហទំព័រ khmer.voanews.com រួចចុចយកពាក្យវិទ្យុនៅរបារខាងលើហើយរកមើលកម្មវិធី Hello VOA ឬកម្មវិធីដែលលោកអ្នកចង់ចូលលោកអ្នកអាចស្ដាប់សំឡេងកម្មវិធី Hello VOA នេះឬអានជាអត្ថបទក៏បានទោះជាឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតមួយក្នុងពិភពលោកក៏ដោយក៏ប្រទេសនេះចំណាយប្រាក់មិនដល់ 1% ផងនៃថវិកាជាតិរបស់ខ្លួនលើវិស័យកីឡាកីឡាករឥណ្ឌាដែលមានមហិច្ឆតាចង់ចូលប្រកួតក្នុងឆាកអន្តរជាតិច្រើនតែនិយាយថាពួកគេមិនបានទទួលការគាំទ្រដើម្បីចូលប្រកួតទេលោកអឹមសធារិទ្ធជូនសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មាន VOA Aru Pande ដែលរាយការណ៍ពីទីក្រុង New Delhi ថាមានមូលនិធិប្រជាជនសាមញ្ញមួយដែលកំពុងព្យាយាមជួយបំពេញកង្វះនេះដល់កីឡាករម្នាក់ម្ដងសូមអញ្ជើញប្រិយមិត្តទស្សនាដូចតទៅរាល់ថ្ងៃមុនចូលរៀននិងក្រោយចេញពីរៀននាង Julia ដាវចេញទៅហាត់នៅទីវាលដូចនេះនៅទីក្រុង Lucknow សម្រាប់ការប្រកួតលើកក្រោយរបស់នាងគ្មានកន្លែងហាត់ត្រឹមត្រូវទេតែគ្រូកីឡាខ្ញុំជួយបង្ហាត់ខ្ញុំគ្រប់ពេលដើម្បីឲ្យខ្ញុំអាចចូលប្រកួតក្នុងថ្នាក់រដ្ឋ
យុវតីអាយុ15ឆ្នាំនេះបានឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតរត់ចម្ងាយ400ម៉ែត្រនៅក្នុងរដ្ឋ Uttar Pradesh ដែលក្របំផុតនឹងមានមនុស្សជាង200លាននាក់របស់ឥណ្ឌានាងបានទទួលជំនួយហិរញ្ញវត្ថុហ្វឹកហាត់ពីមូលនិធិអភិវឌ្ឍកីឡាឈ្មោះ Splash ដើម្បីជួយឲ្យនាងហាត់រត់ឲ្យបានលឿនជាងមុន Vajjet Verma អ្នកឈ្នះមេដាយប្រាក់នៃពានពិភពលោកក្នុងការរត់ចម្ងាយកាត់វាលបានបង្កើតមូលនិធិ Splash នៅ Lucknow ក្នុងឆ្នាំ2010លោកយកប្រាក់បៀវត្សរបស់លោកមួយភាគជាមន្ត្រីអាយស្មាយានដើម្បីជួយបណ្ដុះបណ្ដាលយុវជនដែលមានសក្តានុពលខាងកីឡាតាំងពីវិស័យអត្តពលកម្មទៅដល់កីឡាបាល់ទះកីឡាតែមួយដែលគេខំបណ្ដុះបណ្ដាលគឺ Cricket អត្តពលិកក្នុងកីឡាដទៃទៀតគ្មានការគាំទ្រនិងជំនួយទេការគាំទ្រជាការចាំបាច់ពីព្រោះអត្តពលិកមិនព្រួយបារម្ភអំពីការរកការងារដើម្បីចិញ្ចឹមជីវិតទេគឺកង្វះខាតការគាំទ្រនេះហើយដែលធ្វើឲ្យឥណ្ឌាឈ្នះបានមេដាយតែ26ក្នុងកីឡាអូឡ িম্প ិកប្រទេសជិតខាងចិនបានឈ្នះមេដាយជាង500គ្រាន់តែឆ្នាំមុននៅក្នុងទីក្រុងឡុងចិនបានឈ្នះមេដាយ88ក្រុមអ្នកវិភាគនិយាយថាឥណ្ឌាខ្វះការគាំទ្រហិរញ្ញវត្ថុវិទ្យាស្ថានហេដ្ឋារចនាសម្ព័ន្ធនិងវប្បធម៌ដើម្បីជួយបណ្ដុះទេពកោសល្យអត្តពលិកតាំងពីវ័យក្មេងគ្រូកីឡា Majid Singh បាននិយាយថាការខ្វះថវិកាអាចមើលឃើញតាមរយៈការខ្វះអគារសម្រាប់វឹកហាត់កីឡានិងឧបករណ៍ជាចាំបាច់ដូចជាកន្ទេលរបងផ្លោះដុំដៃសម្រាប់លើកសាច់ដុំជាដើមលោកស៊ីងចំណាយពេលទំនេរមកបង្ហាត់យុវជននៅក្នុងមូលនិធិ Splash នេះពីព្រោះអត្តពលិកខ្លួនលោកផ្ទាល់មិនដែលមានគ្រូបង្ហាត់ទេពេលខ្ញុំពេញកម្លាំងជាអត្តពលិកគ្មានគ្រូបង្ហាត់ខ្ញុំទេខ្ញុំហាត់ធ្វើឡើងវិញតែខ្លួនឯងគ្មាននរណានាំផ្លូវខ្ញុំដែរឥឡូវលោកចំណាយពេលរសៀលជួយណែនាំអត្តពលិកដូចជា Julia Daw ដែលមានក្តីសង្ឃឹមច្រើនចំពោះអនាគតរបស់នាងសេចក្តីសង្ឃឹមតែមួយរបស់ខ្ញុំគឺប្រកួតក្នុងកីឡាអូឡ িম্প ិកខ្ញុំត្រូវការជំនួយក្នុងពេលឥឡូវនេះមូលនិធិ Splash ខំព្យាយាមបំពេញកង្វះខាតហើយសង្ឃឹមថារដ្ឋាភិបាលនិងសង្គមឥណ្ឌានឹងយល់អំពីសារៈសំខាន់នៃឧត្តមភាពខាងកីឡាដទៃទៀតក្រៅពីកីឡា Cricket ពីរដ្ឋធានី Washington ខ្ញុំអឹមសុធិរិទ្ធ VOA តកកជាផ្នែកមួយនៃរដូវរងាក្នុងផ្នែកជាច្រើននៃសហរដ្ឋអាមេរិកក៏ប៉ុន្តែជាការពិតរដ្ឋ California ជាតំបន់មានអាកាសធាតុក្តៅបង្គួរនៅក្នុងប្រទេសលោកចឹងពូចិនជូនសេចក្តីរាយការណ៍របស់លោក Mike O'Sullivan ពីរដ្ឋ California ដែលរាយការណ៍ថាពួកក្មេងៗនៅរដ្ឋនេះចូលចិត្តលេងជាមួយតកកវាជាសារធាតុគួរឲ្យចង់ឃើញហើយតិចជាក្មេងៗទាំងនេះបានឃើញតកកជាលើកដំបូងហើយមានឱកាសធ្វើមនុស្សតកកជាមួយឪពុកម្ដាយគេអ្នកស្រីរងលុយថាវាបង្ហាញពីការច្នៃប្រឌិតរបស់កូនស្រីគាត់ She said this is my first snowman I'm excited នេះជាមនុស្សតកកទី1របស់ខ្ញុំរំភើបណាស់ការធ្លាក់តករយៈពេល5ថ្ងៃនៅសារមន្ទីរ Kids Space Children មានរឿងពាក់ព័ន្ធនឹងតកកីឡាស្ទូចត្រីតកហើយនឹងការពន្យល់ពីវិទ្យាសាស្ត្រអំពីតកនេះពួកគេអាចបង្កើតពិភពដែលគេជឿថាកូនក្មេងនៅតំបន់ខាងជើងនឹងធ្វើ They learn how to make a snowball ពួកគេរៀនពីរបៀបធ្វើបាល់តកពួកគេប្រហែលលេងចោលបាល់តកលើកដំបូងពួកគេបានដឹងថាតើតករអិលនឹងត្រជាក់យ៉ាងម៉េចដូច្នេះគេស្វែងយល់ដឹងពីតកយ៉ាងច្រើននេះជាអ្វីដែលក្មេងនៅ California កម្រជួបដែលជាការល្អសម្រាប់ Michael Sullivan ជាឪពុកម្ដាយនោះ It's fun to come and visit and play in the snow សប្បាយបានមកលេងតកប៉ុន្តែការរស់នៅនិងបើកបរលើតករាល់ថ្ងៃមិនមែនស្រួលទេគាត់ថាការមានតក 3-4 ថ្ងៃហួសពីសេចក្តីត្រូវការសម្រាប់រដ្ឋ California ពីរដ្ឋធានី Washington ខ្ញុំជឹងពូជីន VOAនៅពេលនេះកម្មវិធី Washington សប្តាហ៍នេះសូមសម្រាប់មួយផ្លែតសិនក៏ប៉ុន្តែសូមប្រិយមិត្តកុំភ្លេចរងចាំទស្សនាព័ត៌មានស្ដីពីព្រឹត្តិការណ៍សំខាន់ប្រចាំសប្តាហ៍នេះជាលើកទី2និងកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Mani and Mori ក្នុងពេលបន្តិចទៀតនេះ
ស្វាគមន៍ជាថ្មីមកកាន់កម្មវិធី Washington សប្តាហ៍នេះជាបន្តទៅទៀតនេះ VOA នឹងផ្សាយជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori ក៏ប៉ុន្តែមុននឹងជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori នេះលោកកាយ៉ានឹងជូនព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ក្នុងសប្តាហ៍នេះជាលើកទី2ជាមុនសិនលោកកាយ៉ាសូមអញ្ជើញលោកម្ដងទៀតចា៎បាទសូមអរគុណ Mori បានក្បួនដង្ហែ Rose Parade ប្រចាំឆ្នាំបានប្រព្រឹត្តធ្វើជាពិធីបុណ្យចូលឆ្នាំថ្មីដ៏ធំបំផុតកាលពីថ្ងៃទី1ខែមករានៅទីក្រុង Pasadena រដ្ឋ California ការដង្ហែក្បួន Rose Parade ឆ្នាំ2014ដែលមានលម្អដោយផ្កាកុលាបមានក្រុមរបាំមានការប្រគំដូរតន្ត្រីតាមផ្លូវមានយានព្យុហយាត្រាដែលតាក់តែងដោយផ្កាចម្រុះពណ៌និងឧបត្ថម្ភឡើងដោយក្រុមហ៊ុនរថយន្ត Honda ក្រោមចំណងជើងថាសុបិនคล้ายជារឿងពិតបានប្រព្រឹត្តធ្វើតាមដងវិថី Colorado ក្នុងចម្ងាយជាង8គីឡូម៉ែត្រមន្ត្រីនគរបាលហើយនឹងក្រុមការពារអគ្គិភ័យនិយាយថាមានការដំឡើងភ្នាក់ងារសន្តិសុខដោយមានប្រើឆ្កែហើយនឹងភ្នាក់ងារស្លៀកពាក់ស៊ីវិលកញ្ញាអាណាម៉ារីអាកូស្តាវ័យ17ឆ្នាំបានជាប់ឆ្នោតជាក្សត្រីយ៉ានីកូឡាបទី96ហើយនឹងមានអ្នកអង្គម្ចាស់ក្សត្រីកូឡាប6រូបអមផងការរៀបចំធ្វើក្បួនដង្ហែនេះមានការចូលរួមពីអ្នកស្ម័គ្រចិត្តយ៉ាងច្រើនហើយនឹងចំណាយពេលវេលាក៏ច្រើនលោក Tim Estes ជាប្រធានគណៈកម្មការអ្នកតុបតែងយានព្យុហយាត្រា First off, we wouldn't be able to get the Rose Parade down the street without all the hard work involved. លោកថ្លែងថាបើគ្មានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ដែលបានធ្វើការឥតឈប់មុនការចាប់ផ្ដើមទេក្បួនដង្ហែមិនអាចធ្វើបានឡើយលោក Randall ជាអ្នកស្ម័គ្រចិត្តម្នាក់ It's like I say, it's like living a dream for me. លោកថានេះហាក់ដូចជាសុបិនពីព្រោះពេលលោកមកដល់ពេលព្រឹកលោកឃើញតែឆ្អឹងយានដល់ឥឡូវមានលម្អដោយផ្កាចម្រុះគ្រប់ពណ៌ធ្វើឲ្យឃើញល្អអស្ចារ្យណាស់ទោះជាមានភាពវឹកវរនៅក្នុងរោងអ្នកធ្វើការស្ម័គ្រចិត្តដោយពេលតុបតែងយានរបស់ក្រុមហ៊ុនអាកាសចរចិនតៃវ៉ាន់នេះក៏ដោយលោក John Ramirez ជាអ្នកធ្វើគំរូយាននេះIt felt like it was a good connection with the theme of the parade. លោកថាយានរបស់កោះតៃវ៉ាន់ដែលមានលម្អដោយបាឡុងបង្ហោះដែលប្រើខ្យល់ក្តៅមានចំណងជើងថា Taiwan Dream Rising បានឈ្នះរង្វាន់អន្តរជាតិយានរបស់ក្រសួងទេសចរនិងសេដ្ឋកិច្ចប្រឌិតញ្ញាណនៃប្រទេសឥណ្ឌូនេស៊ីបានឈ្នះរង្វាន់ក្រុមអភិបាលយានឥណ្ឌូនេស៊ីមាននាគ Komodo ធំ2ដែលអាចងាកកចុះឡើងបានអ្នកស្រី Andrea ជាអ្នកត្រួតពិនិត្យការតុបតែងយាននេះ On this float, our Komodo dragons are អ្នកស្រីថ្លែងថាដើម្បីលម្អនាគទាំងពីរនេះគេត្រូវបិទគ្រាប់សណ្ដែក Pinto, Snoopy និងគ្រាប់ធញ្ញជាតិតូចៗឯទៀតមួយម្ដងដើម្បីបង្ហាញតួនាទីយុទ្ធនារីអាមេរិកក្នុងសង្គ្រាមលោកលើកទី2យានព្យុយាត្រាមួយនេះបានឈ្នះរង្វាន់ជាតិលោកស្រី Florence Mascot ជាអតីតសមាជិកនៃក្រុមស្ត្រីអ្នកបើកបរយន្តហោះទ័ពអាកាស No idea what it means to me. I'll probably start crying. លោកស្រីថ្លែងថាពេលលោកស្រីឃើញយានដែលមានរូបយន្តហោះនិងរូបថតបង្វិលរបស់ស្ត្រីអ្នកបើកបរទាំងនេះដែលជាអ្នកបំបត្តិរបាំងរវាងបុរសនិងស្ត្រីអ្នកបើកយន្តហោះធ្វើឲ្យលោកស្រីមានការក្តុកក្តួលក្នុងចិត្តជាខ្លាំងនៅទីបញ្ចប់នៃព្យុហយាត្រាទស្សនិកជនគ្រប់ពណ៌សម្បោរទាំងក្មេងទាំងចាស់ទាំងស្រីទាំងប្រុសបានជូនពរឆ្នាំថ្មីដល់គ្នាទៅវិញទៅមកដើម្បីស្វាគមន៍ឆ្នាំ2014 Happy New Year! ព្យុហយាត្រា Rose Parade ឆ្នាំ2014បានបំពេញសេចក្តីសប្បាយរីករាយរបស់ទស្សនិកជនជាង200,000នាក់ដែលបានទៅមើលដល់ទីកន្លែងបាទសូមជូនវិញ Morivan ចាសូមអរគុណលោកកាយ៉ានបាទជាបន្តទៅទៀតនេះ VOA សូមជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori នៅក្នុងកម្មវិធីនេះគឺយើងណែនាំឃ្លាគ្រាមភាសាអង់គ្លេសតាមបែបអាមេរិកកាំងសួស្តី Manny សួស្តី Mori Manny ថ្ងៃនេះនាំឃ្លាអ្វីដែរមកជូនប្រិយមិត្តរបស់យើងថ្ងៃនេះខ្ញុំមានឃ្លាមួយគឺ keep your fingers crossed keep your fingers crossed គឺធ្វើដែរអញ្ចឹង Manny No, Mori. In America, we keep our finger crossed like this. I will tell you what this means after we roll the video. Welcome to English in a Minute, where we teach you all about idioms in American English.
What do you think this means? Let's listen. Keep my fingers crossed. Hey, how are you? Hey, I'm doing great. Actually, I just had a great job interview the other day. I really hope they hire me. Oh, have you heard back from them? No, not yet, but I'm keeping my fingers crossed. Hopefully, they'll call me today. They sound very hopeful, and that's exactly what it means. In American English, keeping your fingers crossed means that you are hoping for the best possible outcome. This is a happy expression, and you can use it in any situation, formal and informal, and everybody will understand what you mean. And that's English in a minute. So as you can see in the video, Maury, keep your fingers crossed means to hope for a good outcome for something or someone, or to hope that events will happen the way you want it to happen. ចាអរគុណម៉ានីប្រិយមិត្តជាទីមេត្រីដូច្នេះយើងនិយាយ clear ថា keep your fingers crossed គឺនៅពេលដែលយើងចង់ឲ្យសេចក្តីសង្ឃឹមសេចក្តីប្រាថ្នារបស់យើងនឹងคล้ายជាការពិតត្រូវទេម៉ានី That is correct, Maury. ម៉ានីអាចប្រើ clear នឹងនៅក្នុងឧទាហរណ៍បានទេ Yes, as we all know that there's a lot of things going on in Cambodia right now. But let's keep our fingers crossed and hope that peaceful resolutions will come back to our country. ចាត្រូវហើយម៉ានីខ្ញុំក៏សង្ឃឹមថាស្ថានភាពនៅប្រទេសកម្ពុជានឹងបានប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះហើយដូច្នេះយើង keep our fingers crossed Yes, let's keep our fingers crossed, Maury. ចាម៉ានីមាន clear ផ្សេងទៀតដែលមានន័យដូចគ្នានឹង clear នឹងទេ Perhaps, Maury, but I can't think of one at this moment. But if you want to remain optimistic, you can say keep your chin up. ចាអរគុណច្រើនសម្រាប់ clear នៅសប្តាហ៍នេះម៉ានី You're welcome. ហើយនៅសប្តាហ៍ក្រោយសូមប្រិយមិត្តកុំភ្លេចទស្សនា clear ថ្មីទៀតនៅក្នុងកម្មវិធី English with Mani and Mori. See you next time. កម្មវិធី Washington សប្តាហ៍នេះរបស់ VOA ចាប់តែត្រឹមនេះយើងខ្ញុំនឹងជួបលោកអ្នកនៅសប្តាហ៍ក្រោយទៀតក៏ប៉ុន្តែមុននឹងជម្រាបលាសូមអញ្ជើញប្រិយមិត្តទស្សនាឈុតខ្លីៗដែលដកស្រង់ពីខ្សែភាពយន្ត Hollywood ដែលកំពុងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនានាក្នុងពិភពលោកសូមជម្រាបលា Where's salvation when you cannot even save yourself? Where is your strength now, half-god? Hercules, you are the son of Zeus. Embrace your father, and you will discover powers that you never imagined.